Ô tiệt mình tha chở tới mình tha ấy đây nhiều lắm con nhắm ăn khủng mộng mộng á chạy cái ngành cái nhầm hay cái vị các bạn ngàyនេះយើងនាំគ្នាមកញ៉ាំបាយនៅខាងក្រៅដែលជាហាងបែបម្ហូបខ្មែរមួយកន្លែងហើយគឺមកទាំងអស់គ្នាតែម្ដងអ្នកគ្នាប៉ុន្តែវីដេអូនេះយូរថ្ងៃដែរហើយប្រហែលជាមុនចូលឆ្នាំទៀតតែទឹមតែមានពេលកាត់ឲ្យបងប្អូនទាំងអស់គ្នាមើលចានេះស្គាល់ហើយបងប្អូនស្ដាច់ញ៉ាំទាំងពីរអ្នកអូនវិជានិងវឌ្ឍនៈក៏មកដែរហើយម្ហូបយើងហៅដូចជាពងទាចៀនត្រីប៉ាម៉ាហ្នឹងហើយបែបសឡបែបខ្មែរយើងបែបគេហៅសឡអីគេមជូរស្រែអញ្ចឹងទៅរសជាតិសាបល្មមនិយាយរួមឆ្ងាញ់ហ្មងអ្នកនរគ្នាមិនដិតណានិយាយរួមគឺជាចំណូលចិត្តរបស់ពួកខ្ញុំតែម្ដងអ្នកទាំងអស់គ្នាហើយនេះអូនវិជាបងប្អូនអើយនិយាយទៅបានថាដាក់រសនាមស្ដាច់ញ៉ាំហ្នឹងគឺគាត់ញ៉ាំបានគ្រប់មុខតែម្ដងចាមិនថាសឡមជូរមិនថាអីពងជាទៀនត្រីប៉ាម៉ាឆាជូរអែមអីក៏ដោយគាត់ញ៉ាំបានទាំងអស់ហើយបងប្អូនមកមើលពីសកម្មភាពនៅក្នុងការទទួលទានរបស់គ្រួសារខ្ញុំទាំងអស់គ្នាចានិយាយទៅរាល់ថ្ងៃសៅរ៍អាទិត្យឬក៏មួយសប្តាហ៍ម្ដងយើងជួបជុំគ្នាមួយថ្ងៃហើយក៏ចេញមកញ៉ាំអីខាងក្រៅពីព្រោះក្នុងមួយថ្ងៃយើងជួបគ្នាតិចមែនតើដោយសាររវល់ការងារពួកគាត់ក៏រវល់រៀនហ្នឹងហើយអញ្ចឹងមួយសប្តាហ៍បានជួបគ្នាតែមួយថ្ងៃទេដើម្បីជួបជុំញ៉ាំអីហើយជជែកគ្នាអញ្ចឹងណាបងប្អូនមកមើលវិជាវិញម្ដងចានេះបញ្ចុកផងញ៉ាំខ្លួនឯងផងហ្នឹងហើយមិនធម្មតាទេចានិយាយរួមមកពីការត្រឡប់របស់ពួកខ្ញុំដែរគឺកូនគឺខ្ញុំឲ្យគាត់ត្រឡប់ញ៉ាំគ្រប់មុខទាំងអស់ហើយអត់តម្រើសគាត់ទេមិនមែនថាគាត់អត់ចង់ញ៉ាំព្រមតាមគាត់ទេហ្នឹងហើយអាចថាពីធម្មជាតិគាត់ផងតែបងប្អូនមើលបានចាញ៉ាំបានគ្រប់មុខអូស្លមកជួយដាក់ត្រីដាក់អីបានទាំងអស់បងប្អូនចានេះវីដេអូរៀងយូរដែរបងប្អូនចាតាំងពីសក់នៅកាប់រៀងមុនចូលឆ្នាំហ្នឹងណាចាហើយបន្ទាប់ពីនិយាយរួមហាងហ្នឹងបន្ទាប់ពីយើងញ៉ាំចប់គឺគេមាន free ផ្អែមមកយើងទៀតបងប្អូននេះវាបចដៅអញ្ចឹងណាផ្អែមក៏ដាក់ចូលទៀតចាមកថាសមទាំងស្ដាច់ញ៉ាំអត់បងប្អូនមើលចោះចាហ្នឹងហើយផ្អែមក៏ដាក់ចូលទៀតមិនថាចដៅមិនថាអីទេយូរគាត់ញ៉ាំបានគ្រប់មុខហ្មងណាចាគេឆ្ងាញ់គេញ៉ាំឲ្យគេកវីក្បាលចាតកាយវិការអាចដឹងដល់ជំរឿចិត្តតែញ៉ាំហើយគេធ្វើងក់ក្បាលគេធ្វើវាថាឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាចាយើងទៀតបញ្ចុកអត់ឲ្យបញ្ចុកទៀតណាហ្នឹងហើយនេះគេលើកចានឡើងគេវាចង់គេថាខ្លាចថាយើងយកចេញអញ្ចឹងចាខ្លាចអស់របស់គេនិយាយរួមហ្នឹងហើយចាខ្លាចអស់ហើយផ្អែមហ្នឹងគេ free ក្រោយបាយឯងបងប្អូនខ្លះទៅក៏មានចដៅឯខ្លះមានបបរត្នោតអីចឹងនិយាយទៅគឺហាងហ្នឹងគាត់ធ្វើបែបខ្មែរយើងមកនិយាយរួមរសជាតិអីក៏ឆ្ងាញ់ហ្នឹងហើយចាអូយដាក់ផ្លប់មកបងប្អូនអើយហ្នឹងហើយផ្អែមនេះគឺគេ free យើងក្រោយបាយឯងបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺខ្លីឯងបងប្អូនដោយសារតែសើវីដេអូនេះសល់ពីថ្ងៃមុនមកអញ្ចឹងកាត់ហើយអរគុណបងប្អូនអ្នកគ្នាដែលបានតាមដាននៅក្នុង YouTube TikTok ឬ Facebook អរគុណបាយបាយ